ាលោកនាងជាទីមេត្រីអ្នកតំណាងរាស្ត្រនិងមន្ត្រីសង្គមស៊ីវិលបារម្ភអំពីបញ្ហាប្រជាប្រដ្ឋខ្មែរដែលរស់នៅតាមព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តកណ្ដាលជួលដីស្រែចម្ការទៅឲ្យកសិករវៀតណាមអ្នកវិភាគបញ្ហាសង្គមអះអាងថាបញ្ហានេះអាចកើតមានវិបត្តិធ្ងន់ធ្ងរដល់ការកំណត់ព្រំដែននៃប្រទេសទាំងពីរទៅថ្ងៃអនាគតហើយប្រសិនបើតំបន់ទាំងនោះនៅមិនទាន់បោះបង្គោលព្រំដែនជាផ្លូវការរួចរាល់នៅឡើយចាលោកសេកបណ្ឌិតមានសេចក្តីរាយការណ៍អំពីមូលហេតុដែលកសិករខ្មែរជួលដីទៅឲ្យកសិករវៀតណាមនៅអមសងខាងនៃកំណត់ផ្លូវដែលបែកចេញពីផ្លូវជាតិលេខ21ក្នុងឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលចូលទៅកាន់តំបន់ព្រំដែនកម្ពុជាវៀតណាមភូមិព្រៃស្បូវលំអទៅដោយវាលស្រែខៀវខ្ចីដាច់កន្ទុយភ្នែកនៅក្នុងចំណោមផ្ទាំងទេសភាពនេះក៏មានស្រែខ្លះជិតទុំប្រែពណ៌ស្លាបផ្សេងនិងមានចំការបន្លែលាយឡំគ្នាខ្លះផងដែរទេសភាពដ៏ល្អប្រណិតអមសងខាងផ្លូវចម្ងាយប្រមាណ7-20គីឡូម៉ែត្រនេះអ្នកធ្វើដំណើរម្នាក់តែងតែរំភើបចិត្តនិងសរសើរមិនដាច់ពីមាត់ដល់ម្ចាស់ស្រែចម្ការជាពិសេសមានមោទនភាពចំពោះកសិករខ្មែរនៅតំបន់នោះប៉ុន្តែនៅពេលបានជួបប្រជាពលរដ្ឋម្ចាស់ស្រុកនៅទីនោះផ្ទាល់អ្វីបានផ្ទុយពីការគិតនិងការរំពឹងទុកទាំងអស់ក្រមប្រជាពលរដ្ឋរស់នៅភូមិព្រៃស្បូវជាប់នឹងព្រំដែនវៀតណាមបានបញ្ជាក់ថាម្ចាស់ស្រូវស្រែនិងដំណាំចម្ការជុំវិញភូមិប្រមាណ 90% នោះគឺជាជនជាតិវៀតណាមជនជាតិវៀតណាមបានមកជួលដីស្រែចម្ការពីពលរដ្ឋខ្មែរធ្វើអាជីវកម្មនេះជាច្រើនឆ្នាំមកហើយពលរដ្ឋខ្មែរជាម្ចាស់ដីស្រែចម្ការបានបញ្ជាក់ហេតុផលនៃការជួលដីទៅឲ្យវៀតណាមដូចគ្នាថាដោយសារពួកគាត់ខ្វះបច្ចេកទេសខ្វះប្រព័ន្ធធារាសាស្ត្រនិងបញ្ហាលំបាកផ្សេងទៀតដែលនាំឲ្យពួកគាត់ខាតបង់ក្នុងមុខរបរនេះស្ទើរជារៀងរាល់ឆ្នាំហត់ទឹករបស់វាស្អីរបស់វាទាំងអស់ហើយយើងទិញគ្រប់មុខគ្រប់សពទៅវាអត់ចំណេញណាបើទឹកខ្លួនយើងមានអីទឹកវាទឹកបូមពីគេមកហ្នឹងហើយអញ្ចឹងយើងធ្វើមិនចំណេញអូទឹកទិញគេដែរបើទិញគេទិញវាមកទៅទឹកហ្នឹងចេះគេយកមកកង់វា3-10លីត្រប្រៃហើយគេយកស្រូវយើងពីខាងទី4តៅទៀត40គីឡូមកកង់ហើយយើងឲ្យហ្នឹងគេទៅយើងគ្រប់មុខក៏មិនបន្តិចណាតាំងឆ្នាំតាំងវិជីទៅហើយដល់ពេលសរុបទៅគាត់ចំណេញអាថ្លៃជន់ថ្លៃគៀថ្លៃទៀតអត់មានចំណេញទេបើមានបន្លាយទឹកយើងពីនេះទៅយើងជីបូមរបស់យើងត្រូវបានធ្វើបានចំណេញមួយហិកតាបាន3G 4G អីតាមដីទៀតដីខ្ពស់អញ្ចឹងហើយគេដូចថាមួយហិកតាអញ្ចឹងគេធ្វើបាន4-10តោនអញ្ចឹងហើយយើងបាន5-6តោនហ្នឹងយើងធ្វើអត់ប្រសពដូចគេតើតើនឹងការជួលដីស្រែចម្ការទៅឲ្យកសិករវៀតណាមនេះដែរចាស់ទុំម្នាក់នៅក្នុងភូមិព្រៃស្បូវលោកតារស់ជីមមានប្រសាសន៍បញ្ជាក់បន្ថែមថាបញ្ហាធំបំផុតគឺប្រភពទឹកដែលកសិករខ្មែរពឹងផ្អែកទាំងស្រុងពីប្រទេសវៀតណាមនិងបញ្ហាបច្ចេកទេសប្រេងជីថ្នាំមានតម្លៃថ្លៃជាងនៅក្នុងប្រទេសវៀតណាមដែលបញ្ហាទាំងនេះកម្ពុជាមិនអាចប្រជែងជាមួយនឹងវៀតណាមបានឡើយហើយនេះបញ្ហាទី1បិទអត់ឲ្យចូលយើងក៏អត់មានទឹកដែរអត់មានទឹកធ្វើទេផ្លូវទឹកប្រមាណនេះគឺអស់ទាំងអស់អ្នកភូមិដដែលបានឲ្យដឹងទៀតថាវៀតណាមហាក់មានចេតនារាំងខ្ទប់ផ្លូវទឹកតាមរយៈការចាក់ដីលុបក្បាលព្រៃស្បូវដែលបែកចេញពីទន្លេមួយដែលវៀតណាមហៅថាទន្លេប៊ិនយីស្ថិតនៅស្របនឹងតំបន់100ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ននៃប្រទេសទាំងពីរចូលមកក្នុងភូមិព្រៃស្បូវឃុំសំពៅពូនដើម្បីធ្វើផ្សារនៅប្រមាណឆ្នាំចុងក្រោយនេះក្រៅពីស្រុកកោះធំខេត្តកណ្ដាលនៅបណ្ដាខេត្តផ្សេងទៀតដែលជាប់នឹងព្រំប្រទល់វៀតណាមក៏មានករណីជួលដីនិងរហូតដាក់បញ្ចាំទៅឲ្យជនជាតិវៀតណាមទៀតផងចំពោះទស្សនវិជ្ជាបែបនេះតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានិងជាប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោកម៉ៅពិសេសលោកមានក្តីបារម្ភចំពោះបញ្ហានេះហើយលោកចាត់ទុកថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់បូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសជិតខាងតាមរយៈយុទ្ធសាស្ត្រជ្រេះស៊ីដែកដែលបានរៀបចំទុកជាយូរណាស់មកហើយចឹងទេគេពុំព័ទ្ធសេដ្ឋកិច្ចតាមរយៈទីធ្វើបែបហ្នឹងហើយជាពលរដ្ឋយើងរដ្ឋាភិបាលយើងមិនបានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យដីស្រែរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនមានការអភិវឌ្ឍមិនមានធារាសាស្ត្រគ្រប់គ្រាន់ក្នុងការតបបង្កើនផលដូច្នេះយួនបានប្រើយុទ្ធសាស្ត្រនេះដើម្បីលេបបន្តិចម្ដងនៅទឹកដីរបស់កម្ពុជាយើងហើយគេនឹងអាចលេបបានដោយជោគជ័យហើយនឹងស្របច្បាប់ថែមទៀតចំពោះបញ្ហានេះបាទឆ្លើយតបនឹងក្តីកង្វល់នេះអភិបាលស្រុកកោះធំលោកច័ន្ទសុខុមមិនទាន់អាចធ្វើអត្ថាធិប្បាយចំពោះរឿងនេះបានទេ
ប៉ុន្តែមានបញ្ជាការវរៈការពារព្រំដែនសកលធំលោកលុយធៀមមានប្រសាសន៍ការពីថ្ងៃទី20មិថុនានៅពេលដែលតំណាងរាស្ត្រព្រះសង្ឃក្រុមយុវជនព្រមទាំងប្រជាពលរដ្ឋចុះទៅពិនិត្យស្ថានភាពព្រំដែននៅភូមិព្រៃស្បូវឃុំសំពើពូនោះថាអាជ្ញាធរខេត្តនិងកម្លាំងសមត្ថកិច្ចការពារព្រំដែនបានយកចិត្តទុកដាក់មិនឲ្យមានការរំលោភព្រំដែនមកខាងកម្ពុជាដោយមធ្យោបាយណាមួយពីភាគីវៀតណាមនោះទេតាមខ្សែព្រំដែនដែលកម្លាំងខ្ញុំបាទស្គាល់ហើយបាទនេះខ្ញុំក៏រាយការណ៍ជូនបងបងអូនទាំងអស់បានជាពីគាត់ប៉ុណ្្នឹងឯងមិនមែនក៏បង្ងើយកតើទេបងទោះយ៉ាងណាក៏ដោយចុះអ្នកតំណាងរាស្ត្រមកពីគណៈបកប្រឆាំងអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គមនៅតែចាត់ទុកថាការជួលដីនៅតាមព្រំដែនគឺជាភាពផុយស្រួយមួយក្នុងការធ្វើឲ្យបាត់បង់ដីនៅពេលតំបន់នោះមិនទាន់បោះបង្គោលព្រំដែនជាផ្លូវការអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គមលោកបណ្ឌិតកែមលីមើលឃើញថានៅតាមតំបន់ព្រំដែនជុំវិញប្រទេសកម្ពុជាមិនត្រឹមតែមានករណីជួលដីប៉ុណ្ណោះទេគឺមានថែមទាំងលក់ឬបញ្ចាំទៀតផងតែឲ្យជនជាតិវៀតណាមដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរករណីនេះពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យពលរដ្ឋខ្មែរអត់ដីធ្វើស្រែចម្ការអត់ការងារធ្វើហើយនាំគ្នាធ្វើចំណាក់ស្រុកចេញពីតំបន់ព្រំដែននោះពេលនោះវិបត្តិធ្ងន់ធ្ងរក្រៅពីបញ្ហាសង្គមគឺវិបត្តិបាត់បង់ដីព្រំដែនហើយទន្ទឹមគ្នានេះដែរលោកមើលឃើញថាវៀតណាមហាក់មានយុទ្ធនាការមួយក្នុងការជួលឬទិញដីតាមព្រំដែនពីពលរដ្ឋខ្មែរតាមរូបភាពផ្សេងៗកាន់តែច្រើនឡើងយួនវាងាប់ថារំងាប់អាសេដ្ឋកិច្ចកសិកម្មយើងហ្មងសូម្បីតែយើងទិញពូជរបស់វាទាំងដើមឈើទាំងសត្វតែពូជខ្ទើយបានន័យថាអត់អាចយកមកបង្កាត់ពូជបន្តទៀតបានទេតើទៅទិញពូជវាអាហ្នឹងដែលយើងមើលឃើញវិបត្តិធំហ្មងទី3វិបត្តិធំត្រង់ថាខ្មែរយើងខ្លាចទៅជាទីផ្សាររបស់វាមិនមែនជាទីផ្សារផលិតផលទេតែទីផ្សារទិញផលិតផលពីយូរដល់ 90% ដែលទំនិញហ្នឹងនាំចូលពីយើងដោយសារយើងបាត់បង់អាផលិតភាពហើយចុងក្រោយគឺវិបត្តិសេដ្ឋកិច្ចពឹងផ្អែកមានរឿងកើតឡើងអញ្ចឹងបើយើងមិនខំស្ដារឡើងវិញយើងសេដ្ឋកិច្ចពឹងផ្អែកលើយួននឹងអស់យើងទៅជាខ្ញុំបម្រើរបស់យួនថ្ងៃក្រោយបាទទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតចំនួន3ដងផ្ទួនគ្នាទៅកាន់រដ្ឋាភិបាលវៀតណាមដើម្បីឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ការរំលោភបំពានចូលក្នុងទឹកដីប្រទេសកម្ពុជាក៏ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលកុម្មុយនីសវៀតណាមមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទន្ទឹមគ្នានេះគណៈបកប្រឆាំងបានជំរុញឲ្យរដ្ឋាភិបាលពន្យានីតិវិធីប្តឹងភាគីវៀតណាមដែលបានរំលោភទឹកដីព្រំដែនកម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញ